ថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបដែលខ្ញុំបង្កាត់ត្រីសេករបស់ខ្ញុំចង់នឹងថាខ្ញុំធ្វើយ៉ាងណាខ្លះកុំឲ្យខាត់ពេលយូរតោះចឹងយើងទៅមើលតើអស់គ្នាអ្វីដែលយើងត្រូវដឹងមុនគេគឺថាត្រីរបស់យើងមួយណាញីមួយណាឈ្មោលបើតាមការសង្កេតរបស់ខ្ញុំគឺឈ្មោលវាមានពកក្បាលហើយទំនងខ្នងរបស់វាគឺរៀងពីទូទៅធំស្អាតជាប់គ្នាចំណែកឯមីញីវិញគឺមានក្បាលរាបហើយផ្នែកខាងមុខនៃទំនងខ្នងរបស់វាគឺញែកដាច់ពីគ្នាឥឡូវចូលមកដល់ការចាប់គូរបស់ពួកវាវិញបើសិនជាអ្នកគ្នាចាំរួមគ្នាដូចខ្ញុំអញ្ចឹងវានឹងមានការខំគ្នាតិចតួចតែចុងក្រោយវានឹងធ្វើការចាប់គូដោយខ្លួនឯងហើយអ្វីដែលយើងត្រូវធ្វើក្នុងកំឡុងពេលហ្នឹងគឺយើងឲ្យចំណីវាឲ្យច្រើនចំណីណាដែលមានប្រូតេអ៊ីនជាពិសេសគឺចំណីរស់តែម្ដងក្រោយពីចាប់គូបានហើយពួកវានឹងរកកន្លែងក្នុងការពងហើយវានឹងធ្វើការសម្អាតកន្លែងហ្នឹងជាមួយគ្នាក្រោយពីសម្អាតបានមួយថ្ងៃពីរថ្ងៃគឺពួកវាចាប់ផ្ដើមពងតែម្ដងដោយការពងរបស់ត្រីសេកហ្នឹងគឺមីវានឹងទម្លាក់ពងទៅលើផ្ទៃរាបហើយឈ្មោះនឹងបញ្ចេញមេជីវិតទៅលើពងហ្នឹងដែលគេហៅថាការបង្កកំណត់ក្រៅក្នុងរយៈពេល3ទៅ4ថ្ងៃក្រោយមកទៀតឃើញថាពងត្រីរបស់យើងបានវិវត្តទៅជាកូនត្រីហើយដូច្នេះវាត្រៀមខ្លួនក្នុងការញាស់អ្នកនរគ្នាអាចសង្កេតមើលនៅក្នុងវីដេអូនេះគឺកូនត្រីរបស់យើងគឺកំពុងតែញាស់នៅពេលដែលញាស់រួចរាល់ហើយមេបារបស់វានឹងជួយគ្នាក្នុងការប្រមូលយកទៅដាក់ម្ដុំកន្លែងណាដែលវាគិតថាមានសុវត្ថិភាពបំផុតពេលដែលញាស់មកភ្លាមកូនត្រីនឹងគឺអត់ទាន់ចេះហែទឹកនៅឡើយអ្នកនរគ្នាដូច្នេះក្នុងកំឡុងពេលហ្នឹងមេបារបស់វាជួយគ្នាក្នុងការមើលថែកូនរហូតដល់ចេះហែទឹកដែលប្រើរយៈពេលប្រហែលជា3ទៅ4ថ្ងៃចាប់តាំងពីពេលញាស់រហូតដល់ពេលមុនចេះហែទឹកហ្នឹងគឺវាអត់ទាន់ត្រូវការចំណីនៅឡើយទេប៉ុន្តែនៅពេលដែលវាចេះហែទឹកហើយគឺវាចាប់ផ្ដើមត្រូវការចំណីដែលចំណីដែលខ្ញុំឲ្យមុនគេគឺអាធីមីភ្ញាក់ដោយសារតែវាមានទំហំតូចធ្វើឲ្យកូនត្រីរបស់យើងអាចស៊ីបានជាពិសេសប្រភេទចំណីរស់អញ្ចឹងធ្វើឲ្យកូនត្រីរបស់យើងឆាប់ធំដែរអ្នកនរគ្នាសង្កេតមើលកូនត្រីរបស់យើងនៅពេលដែលស៊ូមចិត្តទៅឡើងខ្ជូតគួរឲ្យស្រឡាញ់តែម្ដងហើយត្បិតតែវាចេះស៊ីចំណីមែនអ្នកនរគ្នាប៉ុន្តែខ្ញុំនឹងទុកមេបាឲ្យមើលកូនរហូតដល់អាយុ1ខែដូច្នេះបើសិនជាចង់ឃើញអាប់ដេតបន្តទៀតកុំភ្លេចចុច like ចុច share និង comment ម្នាក់មួយផងអរគុណច្រើនបាយបាយ